បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយចែករំលែកជូនបងប្អូនដែលមានបងប្អូនយើងគាត់សួរខ្ញុំរបៀបផ្ទេរប្រាក់ពីកុង AVA ពីកុងខ្មែរទៅជាដុល្លារដើម្បីឲ្យលុយខ្មែរហ្នឹងคล้ายទៅជាលុយដុល្លារវិញបាទនេះជា comment របស់គាត់បាទឥឡូវដើម្បីផ្ទេរបានបងប្អូនចូលក្នុងគណនី AVA របស់បងប្អូនមកបាទបន្ទាប់មកបងប្អូនជ្រើសរើសពាក្យថាផ្ទេរនេះបងប្អូនចុចលើពាក្យថាផ្ទេរនឹងមកផ្ទេរប្រាក់ហ្នឹងបាទបន្ទាប់មកបងប្អូនចុចលេខកូដសម្ងាត់របស់បងប្អូនទៅបាទបន្ទាប់ពីចុចលេខកូដសម្ងាត់ហើយវានឹងលោតជម្រើសបែបហ្នឹងអញ្ចឹងបងប្អូនយកខ្ទង់ទី2នេះដែលដាក់ថាផ្ទេរប្រាក់ទៅគណនីខ្លួនឯងហ្នឹងបងប្អូនចុចលើនឹងមកបាទឥឡូវបងប្អូនចង់ផ្ទេរពីគណនីខ្មែរឲ្យទៅជាដុល្លារអញ្ចឹងបងប្អូនផ្ទេរពីគណនីខ្មែរយើងឲ្យចូលគណនីដុល្លារវិញឲ្យទៅជាដុល្លារអញ្ចឹងបងប្អូនជំរើសដំបូងបងប្អូនចុចខាងលើនេះមកនេះបងប្អូនចុចកន្លែងហ្នឹងមកបងហើយបងប្អូនជ្រើសរើសគណនីដែលត្រូវផ្ទេរចេញហ្នឹងគឺគណនីលុយរៀលរបស់បងប្អូនលុយខ្មែរហ្នឹងបងប្អូន select លើលុយខ្មែរបងប្អូនមកបាទបន្ទាប់មកជ្រើសរើសគណនីអ្នកទទួលបងប្អូនចុចលើហ្នឹងតើបងប្អូនចង់ឲ្យចូលគណនីមួយណាដែលជាគណនីដុល្លារហ្នឹងแล้วបងប្អូនចង់ឲ្យចូលគណនីខាងលើហ្នឹងបងប្អូនចុចគណនីខាងលើបាទហើយបន្ទាប់មកជំរើសទី3នេះបងប្អូនមើលកន្លែងនេះគេឲ្យបដូរតើបងប្អូនចង់ឲ្យចេញជាលុយដុល្លារឬក៏ជាលុយរៀលបងប្អូនចង់ឲ្យចេញជាលុយដុល្លារបងប្អូនចុចសញ្ញាខាងក្រោមហ្នឹងមកបងប្អូនជ្រើសរើសយកដុល្លារទៅបាទនឹងលោតចេញជាដុល្លារហើយកន្លែងនេះបងប្អូនត្រូវជ្រើសរើសថាបងប្អូនត្រូវផ្ទេរប្រមាណ$1 $10 $20 ឬក៏100 $1000បងប្អូនចុចលើនឹងមកបាទឥឡូវខ្ញុំចុចសាក$1បាទបន្ទាប់មកបងប្អូនចុចពាក្យថាផ្ទេរនឹងមកបាទបន្ទាប់មកបងប្អូនចុចពាក្យថាបញ្ជាក់ហើយបងប្អូនចុចលេខកូដសម្ងាត់របស់បងប្អូនមកបាទបន្ទាប់ពីចុចលេខកូដសម្ងាត់ហើយប្រតិបត្តិការរបស់បងប្អូននឹងបានជោគជ័យអញ្ចឹងបងប្អូនត្រឡប់ទៅមើលគណនីរបស់បងប្អូនវិញតើបានជាលុយដុល្លារឬលុយខ្មែរ